ជាបឋមខ្ញុំបាទឈ្មោះទុយម៉ារ៉េតតាំងនាមខ្ញុំជាសិក្ខាកាមនៅក្នុងវគ្គបណ្ដុះបណ្ដាលការរៀបចំផ្នែកគំនិតឡើងវិញដើម្បីឲ្យជីវិតពេញបរិបូរណ៍បាទខ្ញុំសូមគោរពទៅដល់សាស្ត្រាចារ្យបណ្ឌិតចននេះក៏ដូចជាសិក្ខាកាមដែលចូលរួមថ្ងៃនេះទាំងអស់គ្នាផងដែរបាទរយៈពេល2ថ្ងៃនេះខ្ញុំបាទមានចំណាប់អារម្មណ៍ជាច្រើនទាក់ទងនឹងវគ្គបណ្ដុះបណ្ដាលនេះបាទខ្ញុំគិតថាចំណាយរយៈពេល2ថ្ងៃនេះគឺមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់ខ្ញុំបាទដោយសារយើងក្រោយពីបានទទួលការបណ្ដុះបណ្ដាលមកខ្ញុំចាប់អារម្មណ៍ទាក់ទងជាមួយនឹងហេតុផលទាក់ដំណោះស្រាយបាទគឺតំណាងដោយ x បាទ x ហ្នឹងយើងបែងចែកជា3ទៀតបាទមាន x1 x2 x3 គឺតាក់ទងរូបិយប័ណ្ណទាំង3ហ្នឹងដែលផ្ដោតទៅលើចំណេះដឹងពេលវេលាហើយនឹងលុយបាទថ្មីមួយទៀតហ្នឹងតាក់ទងជាមួយនឹង time បាទលោកគ្រូថាបើយើងអាចធ្វើអ្វីកុំឲ្យបច្ច្រាស់ពេលវេលាចឹងនិយាយថាបើពេលវេលាតម្រូវយើងធ្វើអីគឺយើងសម្របទៅតាមពេលវេលាយើងលែងជាប់គាំងហើយខ្ញុំនឹងមានគោលដៅបន្តទៀតដើម្បីតាមដានថា X2 ជាអ្វីខ្ញុំជឿថាសិក្ខាកាមផ្សេងទៀតក៏គាត់ចាប់អារម្មណ៍ក្នុងការតាមដាន X2 តើវាជាអ្វីជាចុងក្រោយខ្ញុំសូមអរគុណទៅដល់អង្គញាសាស្ត្រាចារ្យបណ្ឌិតសាំងអៀបហើយឧត្តមលោកជំទាវលោកស្រីនាងកញ្ញាជាសិក្ខាកាមក្នុងការចូលរួមក្នុងវគ្គនេះជាពិសេសលោកគ្រូសាស្ត្រាចារ្យចននេះសូមឲ្យទទួលតែនៅសុខភាពល្អនិងមានសុភមង្គលក៏ដូចជាជួបតែនៅអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លានឡើយបាទសូមអរគុណ